បណ្ដាំឪពុកលេខរៀងទី22មេអំបៅកូនស្រីឪកូនមើលមេអំបៅរំលេចពណ៌យ៉ាងស្រស់ស្អាតទៅតាមធម្មជាតិដែលជាការតាក់តែងឡើងមករបស់វាហើយក៏ធ្វើឲ្យជាប់ចិត្តគប់ភ្នែកមហាជនទាំងឡាយតែកូនត្រូវដឹងថាមេអំបៅជាសត្វមានកំណើតคล้ายមកពីដង្កូវតែធម្មតារបស់សត្វវាមិនដឹងសោះឡើយថាវាបានមកជាមេអំបៅក្នុងឱកាសនេះដើមកំណើតពីអ្វីនោះទេព្រោះវាជាសត្វដេរឆានដែលអត់ធម្មសញ្ញាដែលឪលើកឡើងមកនិយាយនេះបំណងឪចង់រំលឹកកូនពញ្ញសតិកូនបើនិយាយឲ្យអាក្រក់ស្ដាប់កុំភ្លេចកំណើតដើមពេលកូនវិវត្តខ្លួនពីតូចទៅធំពីកការកិកៃទៅមហាវិទ្យាល័យពីកង់ទៅឡានពីផ្ទះស្លឹកទៅផ្ទះថ្មពីក្រទៅមានជាដើមណាកូនកូនជាមនុស្សកាលណាបើកូនភ្លេចកំណើតកូនក៏មិនខុសអ្វីពីមេអំបៅដែលជាសត្វដេរឆាននោះដែរឪសូមទោសកូនផងដែលឪប្រើពាក្យទាំងនេះឪជឿថាកូនស្រីឪមិនដូច្នោះទេតែកូនក៏ត្រូវដឹងថាការដែលកូនបានមកឈរក្នុងចំណុចនេះបាននោះចូលកូនកុំភ្លេចថាព្រោះអ្នកណាបើកូនបានល្អហើយចូលកុំបែរទៅព្រោះដាក់មនុស្សដែលធ្លាប់សង្គ្រោះកូនក្នុងពេលដែលកូនដល់ផ្លូវទាល់បើកូនធ្វើចរិតបែបនេះគេហៅថាពួកគោភ្លេចជើងគឺមនុស្សដែលបានល្អហើយភ្លេចឋានៈដើមរបស់ខ្លួនត្រង់ចំណុចនេះឪគិតថាប៉ុណ្ណឹងចុះឪក៏មិនចង់បរិយាយអ្វីច្រើនដែរស្ដាប់ទៅហាក់ដូចជាក្រោតក្រៀតប៉ុន្តែឪត្រូវតែនិយាយខ្លះទៅពីអប់រំពីចឹងឯងកូនផ្អែមប្រៃល្វីងជូរចត់តែងដើរជាមួយគ្នាឯអ្នកអប់រំនិយាយពិតរមែងរងគ្រោះដោយការជេរប្រតិចពីសំណាក់អ្នកផងខ្លះមិនខានទេកូនមួយទៀតឪផ្ដាំកូនទុករឿយថាកូននិយាយអាក្រក់គេខឹងកូននិយាយល្អបំណងល្អក៏មានគេខឹងដែរកូនត្រូវដឹងមិនបានជាឪថានិយាយល្អក៏គេខឹងដែរនោះឥឡូវកូនស្ដាប់ឪលើកឧទាហរណ៍ឲ្យកូនយល់ឪលើកពីសិល5មកនិយាយជាឧទាហរណ៍ឲ្យកូនទី1ព្រះអង្គបង្ហាញផ្លូវសត្វលោកថាបើផ្ដាច់ផ្ដិលជីវិតសត្វសម្រាប់សត្វនាំមានពាវរាអនាគតជាតិអាយុខ្លីប៉ុន្តែទោះចិត្តអ្នកសម្លាប់សត្វយកសាច់លក់ទី2ការកាន់យកទ្រព្យដែលគេមិនបានឲ្យដោយកាយឬវាចាឈ្មោះថាលួចឧទាហរណ៍បើមានគេលួចរបស់កូនច្បាស់ជាកើតទុកមែនទេប៉ុន្តែទោះចិត្តចោលទី3ការប្រព្រឹត្តខុសប្តីប្រពន្ធកូនគេឧទាហរណ៍បើគេមកលូកលាន់ប្តីប្រពន្ធកូនកើតទុកដូចគ្នាប៉ុន្តែទោះចិត្តអ្នកគប់ហឫទ័យប្រព្រឹត្តនៅអំពើបែបនោះទី4ការនិយាយពាក្យមិនពិតនិយាយកុហកឧទាហរណ៍បើគេកុហកកូនច្បាស់ជាខឹងមិនចូលចិត្តប៉ុន្តែទោះចិត្តអ្នកដែលនិយាយកុហកដើម្បីប្រយោជន៍ខ្លួនទី5ការផឹកទឹកស្រវឹងគឺសុរានិងមេរ័យធ្វើឲ្យបាត់បង់ស្មារតីអាចប្រព្រឹត្តខុសនៅប្រការផ្សេងប៉ុន្តែទោះចិត្តអ្នកផឹកអ្នកផលិតស្រាកូនការបង្ហាញផ្លូវដ៏ល្អរបស់ព្រះប្រសើរណាស់ពាក្យពេចន៍ល្អណាស់តែក៏មានគេខឹងច្រើនដែរឪសង្ឃឹមថាកូនឪច្បាស់ជាយល់នៅឧទាហរណ៍ដែលឪលើកឡើងមកនេះសត្វលោកទាំងអស់មិនថាសត្វដេរឆានមិនថាមនុស្សសុទ្ធតែតក់ស្លុតចំពោះសេចក្តីស្លាប់បើគេមកបៀតបៀនជីវិតយើងវិញយើងខ្លាចទេហេតុដូច្នោះទើបព្រះអង្គឲ្យយកខ្លួនឯងជាឧបមា